អូខេសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំលើកយកតកតងជាមួយនឹងនិមិត្តសញ្ញាសំខាន់ដែលតែងកើតមានឡើងនៅលើទុយតាព្រីសជំនាន់ទី2យកមកចែករំលែកអ្នកទាំងគ្នាជាក់ស្ដែងនិមិត្តសញ្ញាមានច្រើននៅលើទុយតាព្រីសជំនាន់ទី2ប៉ុន្តែខ្ញុំលើកតែចំណុចសញ្ញាសំខាន់យកមកចែករំលែកអ្នកគ្នាដើម្បីឲ្យអ្នកគ្នាចេះប្រុងប្រយ័ត្នចេះឆែកហើយ take attention ឲ្យបានអត់ទាន់ពេលវេលានៅពេលដែលលោតសញ្ញាសំខាន់ទាំងអស់នោះឡើងមកដើម្បីឲ្យអ្នកគ្នាអាចត្រៀមខ្លួនក្នុងការបថយឬបឿនឬក៏ឈប់ឡានភ្លាមដើម្បីធ្វើការឆែកកុំឲ្យមានបញ្ហាគ្រោះថ្នាក់ទៅដល់អ្នកទាំងអស់គ្នាឬក៏អាចនឹងបណ្ដាលឲ្យខូចទៅដល់ផ្នែកផ្សេងទៀតនៅលើរថយន្តរបស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងសញ្ញាសំខាន់ដែលមាននៅលើ Toyota Prius ដែលខ្ញុំចង់លើកឡើងគឺទី1គឺសញ្ញាអូទៀនសញ្ញាត្រីកោណអូទៀនត្រីកោណហ្នឹងអូខេអញ្ចឹងអាហ្នឹងគឺជាសញ្ញា master warning light អញ្ចឹងនៅពេលដែលលោតសញ្ញាអស់ហ្នឹងមកគឺអ្នកគ្នាត្រូវតែធ្វើការប្រុងប្រយ័ត្នមែនទែនហើយត្រូវធ្វើការឈប់ឡានឬក៏អេបឡានភ្លាមនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើការបើកបរអូខេអញ្ចឹងបញ្ហាលោតសញ្ញាត្រីកោណឧទានហ្នឹងវាអាចនឹងពាក់ព័ន្ធជាមួយនឹង battery pack ប្លុកអង្គុយ hybrid ហើយនឹងអាចខូចបូមទឹកទយោ2ដែលយើងអាសាជួបញឹកញាប់អញ្ចឹងនៅពេលដែលខូចបូមទឹកទយោ2គឺវាធ្វើឲ្យមានថាប្រព័ន្ធស្អំ hybrid ហ្នឹងវាមានបញ្ហាវាឡើងកម្ដៅអីចឹងទៅអញ្ចឹងវា load សញ្ញាឧទានហ្នឹងដើម្បីឲ្យអ្នកគ្នា take attention ឲ្យបានភ្លាមអត់ទាន់ពេលវេលាអូខេអញ្ចឹងអង្គុយ hybrid ក៏ដូចគ្នាផងដែរអូខេអញ្ចឹងបន្ទាប់មកគឺតកតងជាមួយនឹងសញ្ញាឧទានសញ្ញា VSC ហើយនឹង ABS អូខេអញ្ចឹងសញ្ញានេះគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធប្រាំង ABS អញ្ចឹងនៅពេលដែល load សញ្ញាទាំងអស់ហ្នឹងមកអ្នកគ្នាត្រូវធ្វើការប្រុងប្រយ័ត្នមែនទែនព្រោះនៅពេលដែលអ្នកគ្នាបើកបរវាអាចខូចនៅពេលដែលអ្នកគ្នាបើកបរមកហើយវាខូចប្រព័ន្ធប្រាំង ABS អ្នកគ្នាជន់ប្រាំងអត់ស៊ីគឺវាអាចនឹងបណ្ដាលឲ្យអ្នកគ្នាមានគ្រោះថ្នាក់នៅពេលដែលអ្នកគ្នាបើកលឿនហើយអ្នកគ្នាជន់ប្រាំងចង់ឈប់ឬក៏ជិះកន្លែងណាមួយហើយជន់ប្រាំងបង្អង់ឬក៏ឈប់ stop អីគឺអត់អាចធ្វើការឈប់ឡានបានគឺវាបណ្ដាលឲ្យអ្នកគ្នាមានគ្រោះថ្នាក់ទៅបុកអ្នកផ្សេងឬក៏ប៉ះពាល់ទៅលើអ្នកដទៃអីចឹងទៅអូខេអញ្ចឹងនៅពេលដែលលោតសញ្ញា ABS ហ្នឹងមកគឺអ្នកគ្នាត្រូវតែបន្ថយល្បឿនតិចបន្ថយ gear មកតិចអេបគៀនរកកន្លែងឈប់ហើយអបជាមួយទៅនឹងប្រាំងដៃមកអូខេអញ្ចឹងយើងអត់ដឹងថាជួនកាលវាលោតសញ្ញាហ្នឹងហ្វ្រាំងវានៅស៊ីធម្មតាប៉ុន្តែយើងអត់អាចដឹងថាពេលណាដែលវាអាចអត់ស៊ីពេលណាដែលវាអាចស៊ីទេអញ្ចឹងយើងអត់ដឹងទេអញ្ចឹងមានតែយើងធ្វើការឈប់ហើយឆែកមើលភ្លាមតេស្តមើល ABS របៀបតេស្តមើល ABS តេស្តអីហ្នឹងគឺមានច្រើននៅក្នុង YouTube ក្នុង Channel របស់ខ្ញុំក៏មានដូចគ្នាដែរអញ្ចឹងអ្នកគ្នាអាចតេស្តមើលសិនបានមុនពេលដែលអ្នកគ្នាធ្វើការបើកបរទៅមុខទៀតអូខេអញ្ចឹងបន្ទាប់មកទៀតគឺពាក់ព័ន្ធជាមួយនឹងសញ្ញា overheat អញ្ចឹង overheat ដែលលោតសញ្ញានៅលើអេក្រង់ឡានរបស់យើងហ្នឹងគឺសញ្ញា overheat ហ្នឹងគឺសំខាន់ដែរគឺនៅពេលដែលឡានឡើងកម្ដៅអ្នកគ្នាត្រូវធ្វើការប្រុងប្រយ័ត្នមែនទែនអញ្ចឹងឡាននៅពេលដែលយើងបើកបរកាន់តែឆ្ងាយគឺវាកាន់តែឡើងកម្ដៅហើយជាពិសេសនៅពេលដែលយើងបើកបរនៅក្នុងរដូវក្ដៅទៀតគឺវាត្រូវធ្វើការប្រព័ន្ធស្អំហ្នឹងឲ្យវាត្រជាក់ទៅលើម៉ាស៊ីនអញ្ចឹងបើសិនជាប្រព័ន្ធទឹកស្អំម៉ាស៊ីនវាមានបញ្ហាអីវាលោតសញ្ញា overheat នឹងកើតឡើងអ្នកគ្នាត្រូវធ្វើការឈប់ឡានភ្លាមដើម្បីឆែកមើលថាតើដោយសារបញ្ហាអស់ទឹកស្អំឬក៏បញ្ហាខូចបូមទឹកជា3គាំងទៅលើកង្ហាល់ខាងមុខគាំងទៅលើកង្ហាល់ radiator កង្ហាល់ធុងទឹកស្អំកង្ហាល់កញ្ច្រាញក្តៅហ្នឹងអូខេអញ្ចឹងអ្នកគ្នាឆែកមើលខូច thermostat ឬក៏ខូចទៅលើកម្រាប់ធុងទឹកក្តៅហ្នឹងគឺអ្នកគ្នាកញ្ច្រាញក្តៅអ្នកគ្នាត្រូវធ្វើការឆែកមើលទៅលើហ្នឹងឲ្យបានអត់ទាន់ពេលវេលាកុំព្យាយាមជិះទាំងឡានឡើងកម្ដៅព្រោះនៅពេលដែលឡានឡើងកម្ដៅខ្លាំងដោយដែលអ្នកគ្នាដឹងដែកនៅពេលដែលវាក្តៅខ្លាំងគឺវាចាប់ផ្ដើមទន់អូខេអញ្ចឹងអ្នកគ្នាត្រូវតែប្រុងប្រយ័ត្នត្រូវឆែកមើលឬក៏ឈប់ឲ្យវាបាត់ត្រជាក់សិនហើយបើឆែកទៅបាត់ទឹកស្អំអីអ្នកគ្នាអាចចាក់ថែមតាមហ្នឹងទៅអូខេដើម្បីដោះស្រាយបញ្ហាហ្នឹងហើយព្យាយាមបើកយឺតតិចអីចឹងទៅដើម្បីទៅរកជាងដើម្បីធ្វើការជួសជុលអូខេហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយទៅនឹងសញ្ញា low level ប្រេងណាអូខេអញ្ចឹងនៅពេលដែលអ្នកគ្នាជិះទៅមាន load សញ្ញាlow level all level low អូខេអញ្ចឹងសញ្ញា low ប្រេងមានថាប្រេងម៉ាស៊ីនហ្នឹងគឺវានៅក្រោមកម្រិត low អញ្ចឹងនៅក្រោមកម្រិត low អ្នកគ្នាត្រូវយកចិត្តទុកដាក់មែនទែនអញ្ចឹងប្រេងម៉ាស៊ីនគឺវាសំខាន់ណាស់គឺវាជួយក្នុងការ lubricate ម៉ាស៊ីនការពារសំណឹកអីហ្នឹងហើយជួយបញ្ចុះកម្ដៅនៃម៉ាស៊ីនផងដែរអញ្ចឹងបើសិនជាឡានរបស់យើងខ្វះប្រេង
លោតសញ្ញាទាំងអស់នឹងមកគឺមានន័យថាឡានហ្នឹងគឺនៅក្រោមកម្រិតគ្រោះសំទោក្រោមកម្រិតគ្រោះដែលក្រោមកម្រិតគំនុះដែលត្រូវយកចិត្តទុកដាក់ក្នុងការថែមប្រេងឬក៏ចាក់ប្រេងបន្ថែមអូខេអញ្ចឹងទាំងអស់នេះគឺជាចំណុចដែលអ្នកគ្នាត្រូវយកចិត្តទុកដាក់នៅពេលដែលមានលោតសញ្ញាទាំងអស់ហ្នឹងមកអ្នកគ្នាត្រូវធ្វើការថែទាំឲ្យបានទាន់ពេលវេលាជៀសវាងកុំឲ្យមានបញ្ហាធំដុំជាងហ្នឹងឬក៏កុំឲ្យអ្នកគ្នាមានបញ្ហាដល់គ្រោះថ្នាក់ដល់អាយុជីវិតអីចឹងទៅអូខេអញ្ចឹងពេលដែលលោតសញ្ញាទាំងអស់ហ្នឹងមកអ្នកគ្នាអាចបន្ថយលបឿនឡានអេបឡានឬក៏ឈប់ដើម្បីធ្វើការឆែកឲ្យបានតាន់ពេលមុនពេលដែលអ្នកគ្នាធ្វើដំណើរបន្តថែមទៀត